ពីមួយឆ្នាំទៅមួយឆ្នាំត្រូវតែមានការផ្លាស់ប្ដូរសម្រាប់ឆ្នាំនេះថ្នាក់ខ្ញុំបានរៀបចំផ្លាស់ប្ដូរនៅផ្ទាំងគំនូសតាងកំណាព្យហើយនិងផ្ទាំងរូបមន្តបន្ថែមទៀតហើយការធ្វើផ្ទាំងទាំងអស់នេះមិនមែនធ្វើតែឯងបានទេគឺមានការចូលរួមជាមួយអ្នកគ្រូថ្នាក់ទី3ដែរក្នុងមួយថ្នាក់រៀននេះកាន់2នាក់អញ្ចឹងបានជួយគ្នាទៅវិញទៅមកក៏បរៀនពេលព្រឹកអញ្ចឹងគាត់មកជួយពេលល្ងាចបើខ្ញុំបរៀនពេលល្ងាចអញ្ចឹងមកជួយគាត់ពេលព្រឹកជួយបិទគ្នាទ្រាំតែហើយរៀងចាយពេល2 3ថ្ងៃដែរគិតធ្វើរូបមន្តចេញមកហើយបានកាត់យកមកបិទតាមក្រោយហើយក្នុងការបិទនេះគឺប្រើកាវក្បាច់ឆ្កែព្រោះកាវហ្នឹងជាប់បានធន់ល្អមែនតើពេលខ្ញុំចេញមកដំបូងប្រើកាវហ្នឹងរហូតតាំង2022ឥឡូវ2025ជិត2026ហើយវានៅតែជាប់ល្អដដែលវាធន់ខ្លាំងមែនតើមិនថាបិទជាមួយกระดาษឬក៏ថង់ដែលយើងអ៊ុតផ្លាស្ទិកហ្នឹងទៅគឺជាប់បានដូចគ្នាហើយទាំងអស់ដែលខ្ញុំបង្ហាញនេះក៏ជាសកម្មភាពមួយចំនួនក្នុងការបិទរៀបចំរួចរាល់ហើយបានដាក់ក្របពីក្រៅមួយជាន់ទៀតដាក់ក្របហើយទៅបោកផ្ទាំងចាស់ចេញព្រោះផ្ទាំងចាស់ហ្នឹងវារលត់អសអស់ហើយកាលហ្នឹងទៅសេហ្វឺតអញ្ចឹងទៅជាប់អត់បានប៉ុន្មានទេជាប់បានតែមួយឆ្នាំកន្លះអីហ្នឹងគឺរលត់ទឹកហ្វឺតអស់ហើយមើលអសលែងសូវឃើញហើយអញ្ចឹងរកកំណត់ច្នៃថ្មីនេះធ្វើតាមកុំព្យូទ័រមែនតែ print ចេញមកក្រៅកាត់បិទរៀបចំដោយខ្លួនឯងដែរហើយយកទៅអ៊ុតទៅយើងរក្សាទុកបានយូរខ្លាំងមែនតើហើយផ្ទាំងទាំងអស់ហ្នឹងទុក5 6ឆ្នាំក៏អត់រលត់ទៅណាដែរលុះត្រាតែអញ្ចឹងនឹងត្រូវទឹកសាចអីចឹងទៅបានខូចទៅខាងក្រោយប៉ុន្តែសាច់រឿងដែលយើងបិទហ្នឹងគឺនៅរក្សាទុកបានល្អខ្លាំងមែនតើហើយជាចុងក្រោយនេះក៏អរគុណបងៗសម្រាប់ការទស្សនាខ្ញុំនឹងព្យាយាមចេញវីដេអូល្អៗថែមទៀតありがとう